សូមគោរពជំរាបសួរប្រិយមិត្តទស្សនិកជនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំរស្មីនាំមកជូននៅមុខម្ហូបមួយមុខទៀតហើយតើតងជាមួយនឹងឆាសាច់គោងាយញ៉ាំនៅពេលល្ងាចនេះសម្រាប់ការឆាសាច់គោរបស់នាងខ្ញុំមានសាច់តុនផ្អែមល្អហើយមានរសជាតិឆ្ងាញ់ពិសាសម្រាប់មេឃដែលភ្លៀងត្រជាក់អញ្ចេះពុកម៉ែបងប្អូនបានសាច់គោឆាអញ្ចេះគឺឆ្ងាញ់តែម្ដងដាក់ម្រេចឬក៏ម្ទេសហឹលទៀតគឺកាន់តែល្អជាដំបូងនោះគឺខ្ញុំចាប់ផ្ដើមដាក់ខ្ទះឲ្យក្តៅហើយខ្ញុំដាក់ខ្ទឹមបំពងខ្ទឹមសខ្ទឹមក្រហមនិងម្ទេសទៅមួយគ្រាប់ទេដោយសារនាងខ្ញុំអត់សូវចូលចិត្តហឹលប៉ុន្មាននោះទេក៏ប៉ុន្តែបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាចូលចិត្តរៀងហឹលដាក់ម្ទេសថែមមួយគ្រាប់ឬក៏ពីរគ្រាប់ទៀតក៏មិនអីដែរហើយនាងខ្ញុំបំពងខ្ទឹមរបស់នាងខ្ញុំឲ្យវាឡើងក្រហមមកល្មមឬក៏មកឈ្ងុយទៅហើយនាងខ្ញុំដាក់សាច់ដែលនាងខ្ញុំប្រឡាក់គ្រឿងហើយនឹងឆាចូលជាការស្រេចហើយសម្រាប់ការឆាសាច់គោនេះគឺងាយទេចាចំណែកឯសាច់របស់នាងខ្ញុំនេះគឺខ្ញុំបានហាន់ហើយខ្ញុំបានប្រឡាក់រ៉ូឌីបន្តិចរួចដល់ហើយបញ្ចេញស្ករឲ្យតិចរួចហើយអស់ហើយឲ្យវាចូលគ្រឿងហើយខ្ញុំទុកក្នុងទូរយៈពេល10នាទីទៅ15នាទីហើយទើបខ្ញុំយកមកឆាបែបនេះហើយចំណែកសាច់គោនេះវិញគឺមានចំណុះប្រហែលជា3ខាំតែប៉ុណ្ណោះចាសម្រាប់នាងខ្ញុំគឺនាងខ្ញុំធ្វើតែមួយល្មមទេគឺសម្រាប់ហូបតែពេលល្ងាចតែមួយពេលពេលដែលបងប្អូនទាំងអស់គ្នាចុះឆាឡើងចូលគ្រឿងបែបនេះហើយគឺនាងខ្ញុំឬក៏បងប្អូនទាំងអស់គ្នាអាចបន្ថែមនៅគ្រឿងទេសមួយចំនួនតាមតែចំណង់ចំណូលចិត្តរបស់បងប្អូនទាំងអស់គ្នាសម្រាប់នាងខ្ញុំប្រឡាក់គ្រឿងហើយជាការស្រេចហើយគឺនាងខ្ញុំថែមគ្រឿងតែបន្តិចបន្តួចនោះទេហើយមុខម្ហូបដែលខ្ញុំធ្វើមួយហ្នឹងគឺខ្ញុំព្យាយាមធ្វើយ៉ាងណាកាត់បន្ថយនៅរសជាតិប្រៃមានថារសជាតិមិនល្មមចាសម្រាប់ការបន្ថែមនៅគ្រឿងទេសនេះគឺនាងខ្ញុំថែមរ៉ូឌីបន្តិចប៊ីចេងបន្តិចហើយនឹងបន្ថែមស្ករក្រហមតែបន្តិចនោះទេហើយខ្ញុំចុះឆាឡើងជាបន្តទៀតទៅគឺជាការស្រេចហើយសម្រាប់មុខម្ហូបឆាសាច់គោនេះហើយសាច់គោរបស់នាងខ្ញុំគឺខ្ញុំឲ្យគេយកសាច់តុនសាច់ផ្អែមល្អណាហើយយកមកឆាទៅគឺយើងមានរសជាតិឆ្ងាញ់សម្រាប់ការឆាសាច់គោរបស់នាងខ្ញុំថ្ងៃនេះគឺឆាសាច់គោប្រៃផ្អែមចាហើយវាមិនមានដាក់បន្លែថែមទៀតទេគឺខ្ញុំប្រើសាច់គោសុទ្ធតែម្ដងហើយនៅអាកាសធាតុនៅក្នុងស្រុករបស់ខ្ញុំឬក៏ខេត្តរបស់ខ្ញុំនៅពេលនេះគឺមានរលឹមឬក៏ភ្លៀងធ្លាក់ផងដែរអញ្ចឹងតើតងជាមួយនឹងសំឡេងរបស់នាងខ្ញុំអាចឬសូរសំឡេងភ្លៀងធ្លាក់ឬក៏អីហ្នឹងរៀងរំខានបន្តិចដែរសូមអធិស្ឋានពុកម៉ែបងប្អូនអរគ្នាចាបន្ទាប់ពីសាច់គោឆារបស់នាងខ្ញុំមានរសជាតិឬក៏វាចូលគ្រឿងយ៉ាងល្អនាងខ្ញុំចាប់ផ្ដើមភ្លក់បន្តិចតើវាមានខ្វះអ្វីទៀតទេប្រៃល្មមឬក៏វារសជាតិមិនល្មមហើយឬក៏វាផ្អែមពេកខ្ញុំត្រូវលេខលោកបន្ថែមមួយទៀតតែសម្រាប់ខ្ញុំភ្លក់មើលទៅគឺសាច់គោឆារបស់ខ្ញុំគឺមានរសជាតិមិនល្មមពេញចិត្តអ្វីដែលខ្ញុំចង់បានហើយខ្ញុំនឹកឃើញថាបន្ថែមស្ករក្រហមបន្តិចដើម្បីឲ្យវាចូលជាតិឆ្ងាញ់តែសិនជារវល់ពីការងារអីណាមិនសូវមានពេលធ្វើម្ហូបអីគឺធ្វើមុខម្ហូបមួយមុខនេះគឺលឿនហើយឆាប់បានហូបទៀតហើយមានរសជាតិឆ្ងាញ់បើម្ដងហើយចង់ធ្វើម្ដងទៀតឧស្សាហ៍ទី1លឿនទី2ឆ្ងាញ់ទី3មានចំណេញពេលវេលាងាយចាហើយយើងក្នុងនាមយើងជាស្ត្រីណាទោះយើងពូកែការងារនៅខាងក្រៅយ៉ាងណាក៏ដោយក៏យើងឆ្លៀតនៅធ្វើមុខម្ហូបឆ្ងាញ់ជុំគ្រួសារជុំអ្នកផ្ទះគឺគ្រួសារកាន់តែមានសុភមង្គលតែម្ដងសម្រាប់នាងខ្ញុំក៏ពីមុនក៏មិនសូវប្រកែធ្វើម្ហូបអីប្រហែលដែរប៉ុន្តែមួយរយៈក្រោយនេះក៏ឆ្លៀតពេលធ្វើបន្ថែមទៀតដែរដើម្បីគ្រួសារមានសុភមង្គលសូមអរគុណសូមជម្រាបលាពីនាងខ្ញុំរស្មី